មនុស្សស្រីមិនមែនសត្វតែជាមនុស្សទន់ជ្រាយគ្រប់គ្នានោះទេហើយមនុស្សប្រុសក៏មិនមែនជាមនុស្សដែលរឹងមាំគ្រប់ពេលនោះដែរជាធម្មជាតិរបស់មនុស្សប្រុសគឺត្រូវតែអង្អាចក្លាហានរឹងមាំមានទំនួលខុសត្រូវខ្ពស់អាចធ្វើអ្វីៗដោយខ្លួនឯងដែលមិនចាំបាច់ពឹងផ្អែកទៅលើអ្នកដទៃនិងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់មើលងាយខ្លួនឯងបានដោយងាយងាយប៉ុន្តែពេលខ្លះកុំព្យាយាមដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកព្រោះមនុស្សប្រុសក៏ជាមនុស្សដែរហើយក៏មានបេះដូងក៏មានមនោចេតនាចេះយំចេះទន់ខ្សោយចេះផ្អែមល្ហែមនិងចេះចង់បានការចាប់អារម្មណ៍ក៏ដូចជាការមើលថែពីមនុស្សជុំវិញខ្លួនដូចគ្នាហើយសម្រាប់មនុស្សស្រីវិញដែលអាចធ្វើអ្វីៗបានដោយខ្លួនឯងមិនមែនមានន័យថាគាត់រឹងមាំគ្រប់យ៉ាងទេឬក៏មិនមែនមានន័យថាគាត់លែងត្រូវការមនុស្សជុំវិញខ្លួនគាត់នោះទេប៉ុន្តែវាបង្ហាញឲ្យយើងឃើញថាគាត់អាចរស់នៅបានដោយមិនចាំបាច់ពឹងផ្អែកទៅលើអ្នកណាទាំងអស់ហើយអ្វីដែលសំខាន់បំផុតគាត់អត់ចង់ព្យាយាមឲ្យអ្នកណាម្នាក់គិតថាគាត់ជាមនុស្សដែលទន់ខ្សោយមិនអាចធ្វើអ្វីបានដោយខ្លួនឯងនោះទេបុរីហេងហៀងភាពថ្កុំថ្កើងសម្រាប់ការរស់នៅនិងប្រកបអាជីវកម្ម